នេះជាវីដេអូដែលពូឃ្លៀមរៀនធ្វើពងមាន់អាំងគ្រឿងសូមពុកម៉ែបងប្អូនទស្សនានិងរៀនធ្វើទាំងអស់គ្នាជាដំបូងយើងចាប់ផ្ដើមបង្កាត់ភ្លើងរួចទុកឲ្យភ្លើងឆេះឆ្លៀតពេលភ្លើងមិនទាន់ឆេះមីងរបស់ខ្ញុំបានយកពងមាន់របស់យើងទៅផ្ទះបាយខាងក្រោយដើម្បីលាងសម្អាតខ្ញុំក៏បានជួយលាងកុំឲ្យមើលទៅទំនេរពេកហាហាស្របពេលដែលខ្ញុំកំពុងលាងមីងក៏បានលាងចានទុកសម្រាប់ចំហុយពងមាន់ផងដែរហើយយើងចាប់ផ្ដើមដាក់ដាំទឹកផងដែរស្របពេលនោះរបស់របរយើងបានលាងរួចរាល់ហើយយើងបានរៀបចំយកទៅកន្លែងអង្គុយលេងនៅខាងមុខបន្ទាប់មកក៏បានដាក់ប៉ែងទៅក្នុងឆ្នាំងចោលដើម្បីឲ្យវាក្តៅរួចពូខៀមក៏បានជួយធ្វើដែរព្រោះគាត់ចង់ចេះធ្វើម្ហូបខ្មែរខ្លះមីងរបស់ខ្ញុំក៏បានជួយបង្រៀនពូបានរៀនធ្វើរហូតបានជោគជ័យហើយយើងចាប់ផ្ដើមវាយពងឲ្យបែកសពចូលគ្នារួចដាក់គ្រឿងផ្សំចូលមានដូចជាប្រេងខ្យងរ៉តឌីស្ករអំបិលប៊ីចេងម្រេចតាមចំណង់ចំណូលចិត្តបងប្អូនហើយកូរវាឲ្យសព្វបន្ទាប់មកទៀតធ្វើការច្រោះវាដាក់ចូលកំប៉ុងកុំឲ្យវាមានជាប់កំទេចកំទីរួចចាប់ផ្ដើមដាក់ពងមាន់ដែលយើងលាយគ្រឿងចូលក្នុងសំបកពងមាន់ដែលយើងបានទុកច្រកចូលម្ដងមួយដល់អស់ហើយដាក់រៀបចូលឆ្នាំងយកទៅចំហុយពូខ្ញុំបានលើកពងមាន់ទៅដាក់ចំហុយទុករយៈពេល30នាទីដើម្បីឲ្យវាឆ្អិនល្អទើបយើងអាចយកវាទៅដាក់អាំងពងមាន់គ្រឿងបានពងមាន់គ្រឿងបានឆ្អិនល្អយើងបានរៀបចំដាក់វាអាំងដោយភ្លើងតិចចុងបញ្ចប់យើងក៏ទទួលបានពងមាន់អាំងគ្រឿងដែលមានរសជាតិឈ្ងុយឆ្ងាញ់ជាចុងក្រោយសូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់អរគុណជម្រាបលាជួបគ្នាវីដេអូក្រោយទៀតបាយបាយ